គ្រោះថ្នាក់លិចលង់នៃទីក្រុងបាងកកដែលត្រូវនឹងមកដល់ឆាប់ក្នុងណាដែលត្រូវមកដល់ឆាប់នៅក្នុងទសវត្សរ៍ខាងមុខនេះលោកសាស្ត្រាចារ្យបណ្ឌិតអ្នកជំនាញថៃគឺលោកសាស្ត្រាចារ្យសុឆាតវីបានបង្ហាញឲ្យដឹងឈ្មោះគាត់ពេញគឺឈ្មោះលោកសុឆាតវីសុវណ្ណសវ៉ាតលោកសាស្ត្រាចារ្យបណ្ឌិតរូបនេះដែលជាជនជាតិថៃបានព្រមានថាទីក្រុងបាងកកនឹងលិចលង់មុនកាលកំណត់ការលិចលង់នេះឈានមកដល់នៅក្នុងទសវត្សរ៍ខាងមុខគឺក្នុងរវាង10ឆ្នាំបាងកកคล้ายទៅជាតំបន់លិចលង់ទាំងអស់ការលិចលង់ទាំងអស់នេះខ្ញុំតែងតែលើកយកមកអធិប្បាយជូនប្រិយមិត្តឲ្យបានដឹងអំពីថៃនឹងជួបប្រទះក្នុងការខ្វះដីធ្វើស្រែចម្ការនិងរស់នៅការលិចលង់ដ៏ខ្លាំងដែលបណ្ដាលមកពីការប្រែប្រួលនៃអាកាសធាតុនិងមកពីលក្ខណៈនគររូបនីយកម្មថៃបានคล้ายទៅជាគ្រោះថ្នាក់ដ៏ខ្លាំងក្លាជាទីបំផុតដែលឥឡូវនេះអ្នកប្រាជ្ញថៃគឺលោកសាស្ត្រាចារ្យបណ្ឌិតសុឆាតវីសុវណ្ណសវ៉ាតបាននិយាយអញ្ចឹងបាងកកលិចលង់ណាបងប្អូនបាទបាងកកលិចលង់បាងកកលិចលង់បាងកកកំពុងតែប្រឈមនឹងការលិចលង់នៅក្នុងទសវត្សរ៍ខាងមុខនេះលោកសាស្ត្រាចារ្យសុឆាតវីបាននិយាយថាវា1,000,000%ដែលបាងកកត្រូវតែលិចលង់ហានិភ័យនេះខ្ពស់ណាស់ណាហានិភ័យនេះខ្ពស់ណាស់អូខេហានិភ័យនេះខ្ពស់ណាស់ដែលត្រូវយកចិត្តទុកដាក់នៅពេលដែលសៀមថៃវាលិចលង់វានឹងសម្រុកឡើងមកជួបភ្នំដងរែកវានឹងឆ្លៀនពៀនខ្មែរវានឹងរកហេតុយកដីទួលគោកនៅចំណុចនេះគឺជាគ្រោះថ្នាក់ដែលខ្ញុំបានលើកឡើងម្ដងហើយម្ដងទៀតតែឥឡូវនេះវាច្បាស់ជាងមុនណាបងប្អូនវាច្បាស់ជាងមុនដែលការប្រែប្រួលនៃអាកាសធាតុនិងភាពដែលនាំមកគ្រោះថ្នាក់ឆាប់ជាងមុនដែលក្រុងបាងកកនឹងត្រូវលិចលង់ក្នុងទសវត្សរ៍ខាងមុខដូច្នេះប្រឈមនឹងការដាំក្បាលចុះនៃសេដ្ឋកិច្ចថៃត្រូវតែដាក់ទុនច្រើនដើម្បីរៀបចំទប់ស្កាត់កុំឲ្យបាងកកលិចសួរថាតើបាងកកលិចទប់ជាប់ទេទប់ជាប់តែត្រូវការលុយច្រើនអូខេណាត្រូវការលុយច្រើនណាដូច្នេះថៃគឺត្រូវចំណាយច្រើននៅពេលដែលសេដ្ឋកិច្ចថៃសៀមកំពុងតែដាំក្បាលចុះណាអូខេអានោះអញ្ចឹងណាគឺកំពុងតែដាំក្បាលចុះសេដ្ឋកិច្ចកំពុងតែដាំក្បាលចុះតម្រូវការណាឲ្យតម្រូវការឲ្យថៃនឹងចាយលុយច្រើននៅពេលដែលសេដ្ឋកិច្ចដាំក្បាលចុះអញ្ចឹងយើងកុំសើចកុំយំពីគ្រោះថ្នាក់ដែលលិចលង់ក្រុងបាងកកតែយើងយកព័ត៌មានគ្រោះថ្នាក់ពីអាកាសធាតុដែលលិចលង់ក្រុងបាងកកយកមកធ្វើជាការការពារខ្លួនត្រូវកសាងខ្លួនត្រូវខិតខំកសាងសេដ្ឋកិច្ចណាដើម្បីឲ្យយើងរួចផុតពីគ្រោះថ្នាក់នេះគឺជាចំណុចសំខាន់ជាទីបំផុតបាងកកលិចលង់ត្រង់ហ្នឹងណាគឺជាចំណុចដែលកំពុងតែកើតឡើងមានកោះមួយចំនួននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនឹងត្រូវលិចលង់នៅពេលជាមួយគ្នាទឹកសមុទ្រកើនឡើងសូម្បីតែប្រទេសDutch Netherlands Holland ក៏គេកែប្រែការរៀបចំនៅប្រទេសរបស់គេណាគេរៀបចំការកែប្រែគេមិនអាចទប់ទឹកសមុទ្រដើម្បីរស់ទេពីព្រោះនៅក្នុង Netherlands គឺ Dutch រស់នៅក្រោមកម្ពស់ទឹកសមុទ្រឥឡូវគេដឹងថាគេមិនអាចនឹងប្រយុទ្ធប្រឆាំងនឹងទឹកសមុទ្រទេតែគេអាចរស់ជាមួយទឹកសមុទ្រអញ្ចឹងគេចាប់ផ្ដើមធ្វើនគររូបនីយកម្មរបស់គេឲ្យរស់នៅជាមួយនឹងទឹកសមុទ្រណាឥឡូវឆ្លើយនឹងសំណួរខ្លះតែចៅអើយចៅអត់គិតអីសោះ
ចៅគិតតែលេងហើយចាំបើគិតតែលេងយើងធ្វើមិនទៅមួយថ្ងៃក្រោយយើងមានបញ្ហាទៅណាតៃនឿនស្រួលតាជួយតាចៅតៃនួនថាឈប់ live ទៅចៅសុំអញ្ចឹងដេញចៅចេញទៅបែនប្លុកចៅចោលទៅប្លុកចៅនួនចោលទៅលែងបានមើលចៅអត់បាក់ចិត្តទេណាឃើញទេតាមពិតនោះអត់ត្រូវបែនអត់ត្រូវប្លុកអ្នកណាទេប៉ុន្តែដោយសារអីដោយសារចៅថាឲ្យឈប់ទៅអញ្ចឹងប្លុកហើយមិនមែនប្លុកបាត់ហើយចៅមួយឈ្មោះតៃនួននោះប្លុកចៅទៅប្លុកចៅទៅពីព្រោះដើម្បីណាដើម្បីឲ្យបានហើយទោះបីចៅប្រកែប៉ុណ្ណាក៏ដោយម្រាមដៃតាចេះតែប្លុកទៅត្រូវការប្លុកម្ដង100ដងក៏បានត្រូវការ2000ដងក៏បានត្រូវការ3000ដងក៏បានចៅមិនមែនខ្លាំងជាង Facebook ទេពីព្រោះអី Facebook YouTube social media គេចំណាយលុយរាប់ពាន់លានដើម្បីកសាងគេមិនមែនឲ្យអាភ្លើដោយចៅនឹងមកធ្វើភារកម្មលើប្រព័ន្ធគេទេណាអញ្ចឹងចាញ់មកទៀតមកចៅចាញ់មកទៀតតាប្លុកទៀតចាញ់មកទៀតតាប្លុកទៀតតាអត់មានពឹងអីតាពឹងបច្ចេកវិទ្យាដែលគេផ្ដល់ឲ្យដោយ YouTube ដោយ Facebook ដោយ Instagram ហើយបើចៅច្រើនពេកគេចាត់ទុកថាចៅជាភាវៈកគេក្តាប់បានសភាពការ IP ចៅគេដាក់គុក IP ចៅចប់ហើយបើចៅមានលុយចៅទៅដូរ IP ទៅណាអាហ្នឹងអញ្ចឹងបាទលឹមកំសិង cover better as soon as possible wish you thank you very much thanks for a good statement ណាមានចៅមួយគេថាតាមកដល់ហៅទៅ KTV ចៅអើយតាអាយុ73ឆ្នាំការសប្បាយក្នុងជីវិតពីក្មេងតាមានបានគ្រប់គ្រាន់តាមិនត្រូវការរបស់អស់នឹងទេតាអត់ត្រូវការទេហើយតាក៏តែងអង្វរឲ្យពួកចៅខំប្រឹងរៀនណាឥឡូវឆ្លើយទៅ Peter Windy លោកតាតើខ្មែរអាចនឹងក្លាយជាជនភៀសខ្លួនដោយសារសន្ធិសញ្ញា18កុម្ភៈ79នៅថ្ងៃណាមួយដែរឬទេសន្ធិសញ្ញា18កុម្ភៈ79ជាសម្ព័ន្ធភាពជាមួយនឹងវៀតណាមវាអត់ធ្វើឲ្យខ្មែរជាជនភៀសខ្លួនទេ Peter ទៅអានសន្ធិសញ្ញាថ្ងៃទី18ខែកុម្ភៈឆ្នាំ79នឹងឲ្យច្បាស់ពីព្រោះការសួរហ្នឹងដូចជាខុសទេចៅណាហ្នឹងអញ្ចឹងណា what is the best platform do you think for live stream I see every platform is the opportunity platform ទាំងអស់វាជា opportunity គ្រាន់តែមាន platform ខ្លះ I don't know how to use it and I am too old to learn មានន័យថាខ្ញុំខ្លួនឯងនឹងវាអត់មានពេលរៀនហើយវាចាស់ពេករៀនវាមិនចេះតាមការពិត social media platform ទាំងអស់គឺ social media platform ទាំងអស់គឺល្អទាំងអស់ណា social media platform ទាំងអស់គឺល្អទាំងអស់ហើយមានប្រយោជន៍ទាំងអស់ហើយរឿង content អីខ្ញុំគ្មានចំណេះដឹងធ្វើទេ I don't know I do everything unedited I do everything just by myself អញ្ចឹងខ្ញុំនេះfan ដែលទទួលមើលខ្ញុំគឺ fan ដែលចូលចិត្តមើលឆៅវីដេអូខ្ញុំនៅក្នុង reels ក៏ដោយនៅក្នុង short ក៏ដោយនៅក្នុង stream ក៏ដោយគឺ real ឆៅ unedited អត់មានភ្លេងអត់មានអីទេគឺធម្មតាណាហ្នឹងគឺធម្មតាអញ្ចឹងដូច្នេះហើយសួរខ្ញុំពីរឿងថា platform ណាល្អអីអត់ដឹងខ្ញុំអត់ដឹងណាខ្ញុំអត់ដឹងអូខេណាខ្ញុំអត់ដឹងអាហ្នឹងអញ្ចឹងលៀង officially អ្នកវិភាគនយោបាយខ្ញុំចូលចិត្តស្ដាប់ជាងគេពីព្រោះអ្វីតានិយាយដូចនឹងឪពុកខ្ញុំប្រាប់វាមិនចេះទេរឿងចូលចិត្តវាមិនចេះទេចៅខ្ញុំវិភាគយោងទៅតាមចំណេះដឹងនិងមូលដ្ឋានបើវាខុសបើវាត្រូវណាលោកតានៅអាមេរិករដ្ឋណាពិបាករស់ជាងគេគ្រប់ទាំង50រដ្ឋពិបាករស់ជាងគេគ្រប់រដ្ឋទាំងអស់ពិបាករស់ណា
នៅអាមេរិកពិបាករស់នៅណា life is difficult you need to be educated ចៅត្រូវតែមានការចេះដឹង you need to work hard ចៅត្រូវតែធ្វើការលំបាក and you need to save ចៅត្រូវតែសន្សំអូខេកូនកាណារ៉ាសួស្តីខ្ញុំឆ្លងកាត់ការពិសោធន៍ច្រើនហើយការអានសៀវភៅរបស់ខ្ញុំអាចចាត់ទុកថាច្រើនដែលខ្ញុំមានទម្លាប់អានសៀវភៅតាំងពីអាយុ9ឆ្នាំដូចខ្ញុំតែងតែលើកមកនិយាយដែលស្ដាប់ទៅសឹងថាជាការអួតអាងខ្ញុំអានសៀវភៅអស់មកតូបជួលសៀវភៅលើកលែងតែជាសៀវភៅដែលខ្ញុំមិនចូលចិត្តអានខ្ញុំអានចាហើយមកដល់អាមេរិកនេះក៏ខ្ញុំនៅតែអានតែឥឡូវខ្ញុំលែងសូវបានអានដោយសារភ្នែកខ្ញុំវាអត់ល្អអូខេNan Jelly ការសិក្សាពីទេសចរល្អក៏ប៉ុន្តែត្រូវសិក្សាបរិញ្ញាបត្រត្រូវសិក្សាថ្នាក់បរិញ្ញាបត្រខាង tourism សួស្តី Rocky គង់សួស្តីអរគុណណាម៉េងហួរខ្ញុំមិនដែលមើល live ផ្ទាល់ទេចង់សួរអ៊ំអាយុប្រហែលហើយ73ឆ្នាំកូនរឿងកីឡាតើអត់ដឹងអីកុំសួរអូខេលោកតាស្គាល់ព្រែកត្រប់ឬអត់រឿងអីមិនស្គាល់រឿងអីមិនស្គាល់អូខេងាកមកខាងធូបវិញម្ដងលោកតាស្គាល់សារ៉ាំប៉ាអ្នកចម្រៀងអាយ៉ៃស្គាល់ចូលចិត្តអាយ៉ៃគាត់តាមកលុបដងទី10ពូស្គាល់បទនេះទេស្គាល់ធ្វើយ៉ាងម៉េចទៅឈប់ស្រឡាញ់គេម្នាក់ឯងទៅប្រាប់គេសិនទៅដល់ប្រាប់គេថាខ្ញុំសុំទោសចង់ជំរាបរឿងមួយតើបានទេបើគេឲ្យប្រាប់គេយើងប្រាប់គេថាយើងស្រឡាញ់គេទៅចប់ហើយលួចស្រឡាញ់គេហ្នឹងទី1យើងអត់យល់ពីតម្លៃខ្លួនយើងបានយើងលួចស្រឡាញ់គេការដែលលួចស្រឡាញ់គេយើងអត់ទុកចិត្តខ្លួនយើងណាចៅមនុស្សដែលយើងគ្មាន self confidence នៅពេលដែលយើងអត់មានទំនុកចិត្តលើខ្លួនយើងលួចស្រឡាញ់គេតាអត់ដែលចាំបាច់លួចស្រឡាញ់គេទេមិនបានតាមិនដែលលួចស្រឡាញ់គេពីព្រោះតាមានទំនុកចិត្តខ្លួនតាមានទំនុកចិត្តខ្លួនឯងតាចាំបាច់លួចស្រឡាញ់អាណាអាហ្នឹងអញ្ចឹងណាតើណាលោកតាជួយនិយាយពីការលាងលុយតិចបានទេវិសេសតាមរយៈការសួររបស់ចៅបង្ហាញឲ្យឃើញថាចៅអត់យល់ពាក្យថាលាងលុយទេពាក្យលាងលុយអាស្រ័យលើច្បាប់ហិរញ្ញវត្ថុពោលគឺទី1ធនាគារជាតិនៃកម្ពុជាដែលជាធនាគារកណ្ដាលនៃប្រទេសកម្ពុជាត្រូវអនុវត្តតាមកិច្ចព្រមព្រៀងហិរញ្ញវត្ថុរវាងធនាគារនិងប្រព័ន្ធធនាគារពិភពលោកប្រព័ន្ធធនាគារពិភពលោកគឺមានដើមកំណើតចេញពីអឺរ៉ុបអាមេរិកពោលគឺប្រព័ន្ធហិរញ្ញវត្ថុនិងធនាគារពិភពលោកត្រូវបានរៀបចំពីឆ្នាំ1944មុននឹងសង្គ្រាមលោកលើកទី2បានត្រូវបញ្ចប់បច្ចុប្បន្ននេះប្រព័ន្ធធនាគារពិភពលោកដែលធំជាងគេគឺមានអាមេរិកនៅពីក្រោយខ្នងប្រព័ន្ធគ្រប់គ្រងធនាគារណាបន្ទាប់ពីហ្នឹងមានបណ្ដាប្រទេសពហុពលដូចចិនដូច BRICS អីជាដើមក៏កំពុងតែខំប្រឹងប្រកួតរួមទាំងសហភាពអឺរ៉ុបនិង European Union ផងដែរក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏ប្រព័ន្ធហិរញ្ញវត្ថុនិងធនាគារដែលខ្លាំងជាងគេបច្ចុប្បន្ននេះនៅតែជាប្រព័ន្ធធនាគារអាមេរិកនៅក្នុងប្រព័ន្ធធនាគារគេមានធ្វើនយោបាយគ្រប់គ្រងនិងបំបត្តិអក្រិតកម្មលាងលុយអក្រិតកម្មលាងលុយចែកជា2មួយគេហៅថា money laundering នៅក្នុងពិភពលោកមួយទៀតគេហៅ money laundering នៅក្នុងប្រទេសអញ្ចឹងវាជា domestic financial control ជា domestic financial and banking control ហើយក៏ជា international financial និង banking control ពាក្យថាលាងលុយវិសេសអាស្រ័យទៅលើច្បាប់ហិរញ្ញវត្ថុបើប្រទេសណាវាអត់មានច្បាប់ហិរញ្ញវត្ថុទេពាក្យលាងលុយអត់ខុសច្បាប់ទេឧទាហរណ៍បច្ចុប្បន្ននេះធនាគារជាតិនៃកម្ពុជាកំពុងតែសម្អាត account ដោយឲ្យយើង download super app
are using your telephone your phone download super app មកហើយ verify account នៅធនាគារអាហ្នឹងគេហៅថា authentication of the account holder based on ណា based on your proper verifiable communication device ដែលធនាគារជាតិនៃកម្ពុជាគេរៀបចំហ្នឹងគឺជាចំណែកមួយដែលគេសម្អាតលុយខ្មៅគេសម្អាតចរាចរណ៍លុយចោលលុយអក្រិតជនអញ្ចឹងពាក្យថាលាងលុយនេះវាអាស្រ័យទៅលើច្បាប់ហិរញ្ញវត្ថុនិងធនាគាររបស់ប្រទេសមិនមែនលាងយកទៅដាក់ទឹកដាក់សាប៊ូទេណាអត់ទេមិថុនាកាលយាយខ្ញុំនៅរស់ឬគាត់ប្រាប់ថាអ្នកបាត់ដំបងហៅឌីជេងអ្នកភ្នំពេញហៅម្សៅស៊ុបតើពិតឬទេអត់ទេគាត់យល់អញ្ចឹងប៉ុន្តែវាមិនពិតអញ្ចឹងទេមនុស្សហៅទៅតាមការចង់ហៅអ្នកខ្លះហៅម្សៅស៊ុបអ្នកខ្លះហៅឌីជេងមិនមែនថានៅបាត់ដំបងហៅឌីជេងនៅភ្នំពេញហៅម្សៅស៊ុបមិនទេខ្ញុំហៅទាំងពីរអ្នកណានិយាយថាម៉េចក៏បានដែរណាហើយឥឡូវហ្នឹងយើងឃើញហើយដូចជាម្សៅស៊ុបមាន់ម្សៅស៊ុបទាម្សៅស៊ុបជ្រូកណាអីហើយមិនត្រឹមតែជាម្សៅស៊ុបទេគេហៅថាទឹកស៊ុបមាន់ទឹកស៊ុបគោទឹកស៊ុបជ្រូកជាដើមដែលទឹកស៊ុបហ្នឹងគេរងាស់ហើយគេដកខ្លាញ់ចេញហើយគេដាក់កំប៉ុងឬដបលក់ខ្ញុំក៏ប្រើខ្លះដែរណាហើយរឿងឌីជេងហ្នឹងខ្មែរយើងហៅម្សៅស៊ុបហៅឌីជេងទាំងសរសេរទាំងនិយាយណាអាហ្នឹងប៉ុណ្ណឹងលោកតាខ្ញុំអន់អត់ប្រាក់ខែ880គេថាអន់ហើយគេសុំបែកវិជ្ជការស្មេលប្រាក់ខែជាង800សំរុំណាកូនតែបើប្រពន្ធយើងសុំបែកមកពីគេយល់ឃើញថាគេឈប់ស្រឡាញ់យើងហើយបើគេសុំបែករបស់មួយដែលកូនឯងត្រូវគិតមុនគេគឺសរសើរសំណាងខ្លួនឯងថាអញសំណាងណាជាជាងគេទៅផាត់ក្បត់ធ្វើអញឈឺចាប់គេសុំបែកគឺអស់គេមិនស្រឡាញ់យើងទៀតហើយអញក៏អាចមានឱកាសរកគូថ្មីត្រូវសរសើរសំណាងហើយបើសិនជាមានស្រីណាបោះសម្ដីថាអញមិនរស់នៅជាមួយឯងទេប្រាក់ខែមិនគ្រប់ក៏ត្រូវសរសើរសំណាងដែរថាធ្វើម៉េចបានគេជួយដាស់តឿនយើងមុននឹងគេបែកផ្លូវពីយើងគេដាស់តឿនយើងកុំខឹងនឹងគេកូនសរសើរសំណាងយើងទៅហើយទទួលស្គាល់ថាយើងនឹងនៅតាច់នៅក្រហើយខំថ្ងៃក្រោយយើងបានប្រពន្ធល្អជាងនឹងទៀតដូច្នេះហើយចៅយករឿងហ្នឹងមកនិយាយប្រាប់តាណាចៅគិតឃើញថាប្រពន្ធតាដែលគេសុំបែកផ្លូវពីតាណាមកបែកផ្លូវពីចៅហ្នឹងគឺចៅហ្នឹងមនុស្សអន់មែនទេជួនកាលចៅអត់អន់ទេតម្រូវការរបស់ម្នាក់ទៀតវាច្រើនអញ្ចឹងចៅយកមេរៀនហ្នឹងទៅកសាងខ្លួនឲ្យបានជោគជ័យវិញល្អណាកូនណាអាហ្នឹងអញ្ចឹងអូខេណាអាហ្នឹងគឺជារឿងណាអាហ្នឹងគឺជារឿងដែលណាអាហ្នឹងគឺជារឿងដែលល្អជារឿងដែលល្អនឹងជារឿងដែលល្អណាជារឿងដែលល្អចំពោះណាជារឿងដែលល្អទេជារឿងដែលល្អទេណាជារឿងដែលល្អទេ